ចេញទៅរួចអត់ឥឡូវដំណោះស្រាយគឺនិយាយថាគម្រោងនេះគឺល្អមែនទែនហ្មងគឺខ្ញុំមួយមិត្តភក្តិខ្ញុំ9គ្នាជិះម៉ូតូទៅសៀមរាបក៏ប៉ុន្តែមុនទៅសៀមរាបត្រូវទៅទិញអីវ៉ាន់សិនប៉ុន្តែបន្ទាប់ពីទិញអីវ៉ាន់ហើយអ្នកទាំងអស់គ្នាចេញទៅរួចអត់គឺថាភ្លៀងយកភ្លៀងឡើងលិចផ្លូវដល់ណាណីហើយនេះគឺទឹកស្រកខ្លះផងឥឡូវដំណោះស្រាយគឺពាក់ស្បែកជើងទៅទូហ្នឹងហើយពីកាត់ភ្លៀងទៅហ្មងមែនតើទៅគម្រោងពួកខ្ញុំគឺត្រូវចេញពីភ្នំពេញតាំងពីម៉ោង 10 កន្លះម្លេះក៏ប៉ុន្តែដោយសារតែភ្លៀងហើយឃើញហើយផ្លូវលិចទឹកទៀតពួកខ្ញុំ delay រហូតដល់ម៉ោង 12 ម៉ោង 12 ហ្នឹងគឺសម្រាប់ចិត្តថាដូរស្បែកជើងពីស្បែកជើងបាត់តាមកស្បែកជើងកស៊ូវិញដូចតែឃើញមុនហ្នឹងដើម្បីយើងបន្តដំណើរទៅទៀតដើម្បីកុំឲ្យទៅដល់សៀមរាបទៅយប់ពេកហើយបន្ទាប់ពីជិះកាត់ផ្លូវស្ទះមកសន្ទុះធំមកក៏ពួកខ្ញុំបានឆ្លងស្ពានចូលចវាផុតអីក៏ប៉ុន្តែអត់ទាន់ direct ទៅសៀមរាបទេព្រោះអីត្រូវទៅរកបាយទ្របពះសិនព្រោះអីប៊ីសនឹងដាច់បាយថ្ងៃដែរម៉ោង 12 ជាងហើយត្រង់បានចេញរួចបន្ទាប់ពីអស់បាយម្នាក់មួយចានកូកាមកកំប៉ុង2នាក់ហើយពួកខ្ញុំក៏បន្តដំណើរទៅទៀតដែរហើយមេឃឯហ្នឹងមិនដឹងថាចាញ់សម្រស់អ្នកណាទេសទុំហើយនឹងថាលឹមរហូតហ្មងក៏តែពួកខ្ញុំជិះដល់ព្រែកចម្មាក់បានទៅស្ងួតមកវិញបន្តិចតែពិតគម្រោងខ្ញុំគឺខ្ញុំត្រូវទៅសៀមរាបតាំងពីយប់មិញម៉េះប៉ុន្តែដោយសារតែមិត្តភក្តិខ្ញុំម្ចាស់ម៉ូតូហ្នឹងគាត់ត្រូវឡើងមកភ្នំពេញហើយអញ្ចឹងគាត់ថានៅមួយយប់ទៀតទៅចាំជិះម៉ូតូទៅវិញទាំងអស់គ្នាហើយខ្ញុំនេះក៏ចិត្តងាយដែរគាត់នៅលើគេបបួលខលទៅដូរសមុទ្រឡានហើយ confirm គេមកថាចាំទៅវិញទាំងអស់គ្នាជិះម៉ូតូទៅព្រោះអីខ្ញុំចង់ជិះម៉ូតូមកដែរហើយជិះពីក្រោយគេសោះវាថាងួយគេងអើយងួយគេងងក់ពីបេដងដែរអញ្ចឹងមានឈប់ដាក់កាហ្វេមួយសិនឥឡូវនេះមកដល់កំពង់ធំហើយហ្វេជុលកាហ្វេទៅជុលកាហ្វេទៅចាំមើលងាយទេចាំមើលជុលអីផ្សេងខ្ញុំឃើញថាអ្នកមើលវីដេអូខ្ញុំមានច្រើនដែរក៏ប៉ុន្តែមិនមែនជា follower ឬក៏ជា subscriber ទេអញ្ចឹងចាំតែអីទៀតជួយចុច like ចុចឲ្យបេះដូងវីដេអូនេះមួយហើយកុំភ្លេចជួយចុច follow ខ្ញុំផងអូខេបន្ទាប់ពីអស់ផ្លូវមន់បំពងម្នាក់មួយនិងកាហ្វេម្នាក់មួយកែវមកពួកយើងបន្តដំណើរទៀតហើយប៉ុន្តែលើកនេះគឺដល់វេនខ្ញុំបើកម្ដងហើយលើកទី1ដែរខ្ញុំជិះម៉ូតូនេះផ្លូវឆ្ងាយខ្ញុំធ្លាប់តែជិះ CB 400X កាលនោះជិះរបស់ប្រធានខ្ញុំគាត់មានមួយដែរដប់គាត់តែពីពលានសៀមរាបថ្មីមកដល់ក្នុងក្រុងវិញឯងប៉ុន្តែលើកនេះជិះរៀងឆ្ងាយបន្តិចតាំងពីកំពង់ធំមកដល់សៀមរាបហើយមកដល់សៀមរាបគឺម៉ោង 6 ជាងហើយអញ្ចឹងរៀងល្ងឹតដែរដូចឃើញក្នុងវីដេអូអញ្ចឹងហើយមែនតើខ្ញុំចង់ជិះម៉ូតូពីភ្នំពេញមកសៀមរាបយូរដែរហើយសម្បីលើកនេះក៏ខ្ញុំត្រូវជិះម៉ូតូមកដែរក៏ប៉ុន្តែខ្ញុំសុំប្រពន្ធខ្ញុំជិះអត់បានធម្មតាទេគាត់បារម្ភពីយើងប៉ុន្តែត្រូវមានមិត្តភក្តិទៅជាមួយអញ្ចឹងយើងមានគ្នា2នាក់អញ្ចឹងអត់អីទេយើងអាចមកជាមួយគ្នាបានដើម្បីជួយគ្នាទៅវិញទៅមកចាំមើលលើក្រោយប្រហែលជាខ្ញុំត្រូវជិះម៉ូតូខ្លួនឯងមកម្ដងអញ្ចឹងជួយ follow ម្នាក់មួយទៅដើម្បីមើលវីដេអូដែលខ្ញុំផុសក្រោយៗទៀតអូខេបាយបាយ